សួស្តីមិត្តៗទាំងអស់គ្នាថ្ងៃនេះយើងនឹងបង្ហាញអំពីការវិភាគសកម្មភាពដែលមិនមែនជាមិត្តភាពចំពោះបរិស្ថានក្នុងសហគ្រាសខ្នាតតូចនិងមធ្យម Brown Coffee and Bakery គឺជាហាងកាហ្វេដែលល្បីមួយនៅប្រទេសកម្ពុជាក្នុងការបង្ហាញនេះយើងនឹងបង្ហាញអំពីបញ្ហាដែលប៉ះពាល់ដល់បរិស្ថាននិងផ្ដល់ដំណោះស្រាយបែបបៃតងដើម្បីធ្វើឲ្យអាជីវកម្មមានចីរភាព Introduction Brown Coffee and Bakery គឺជាម៉ាកហាងកាហ្វេដ៏ពេញនិយមមួយនៅកម្ពុជាដែលមានសាខាច្រើននៅទីក្រុងភ្នំពេញក្រុមហ៊ុននេះបានផ្ដល់ជូនភេសជ្ជៈកាហ្វេនំនិងកន្លែងអង្គុយសម្រាប់អតិថិជនសម្រាកប៉ុន្តែដូចជាអាជីវកម្មអាហារនិងភេសជ្ជៈជាច្រើនសកម្មភាពខ្លះអាចបង្កផលប៉ះពាល់ដល់បរិស្ថានដូចជាសំរាមប្លាស្ទិកការប្រើប្រាស់ថាមពលខ្ពស់សំណល់អាហារដូច្នេះគោលបំណងនៃការសិក្សានេះគឺដើម្បីវិភាគបញ្ហាទាំងនេះនិងផ្ដល់ដំណោះស្រាយដែលមានភាពជាមិត្តភាពចំពោះបរិស្ថានផ្នែកផលិតផលនិងសេវាកម្ម Product and Service ជាដំបូងយើងនឹងពិនិត្យមើលផ្នែកផលិតផលនិងសេវាកម្មបញ្ហាសំខាន់មួយគឺការប្រើកាផ្លាស្ទិកបំពង់ប្លាស្ទិកនិងប្រអប់ប្លាស្ទិកសម្រាប់ភេសជ្ជៈនិងអាហារ Take away សម្ភារៈទាំងនេះត្រូវបានប្រើប្រាស់រាល់ថ្ងៃហើយអាចបង្កើតសំរាមប្លាស្ទិកច្រើនដើម្បីកាត់បន្ថយបញ្ហានេះយើងណែនាំឲ្យប្រើប្រាស់សម្ភារៈដែលអាចរលាយបានដោយធម្មជាតិនិងលើកទឹកចិត្តអតិថិជនដោយយកកែបតខ្លួនដោយផ្ដល់ការបញ្ចុះតម្លៃតិចតួចផ្នែកប្រតិបត្តិការ Operation បន្ទាប់មកគឺផ្នែកប្រតិបត្តិការដែលចូលរួមមាន Marketing និងសេវាកម្មប្រចាំថ្ងៃ Brown Coffee ប្រើប្រាស់ poster បោះពុម្ពនិងបង្កាន់ដៃក្រដាសសម្រាប់ការទិញទោះបីវាជារឿងធម្មតាប៉ុន្តែវាបង្កើតសំរាមក្រដាសដូច្នេះក្រុមហ៊ុនអាចប្ដូរទៅប្រើប្រាស់ Digital Marketing តាម Social Media និងប្រើប្រាស់ e-receipt ជំនួសបង្កាន់ដៃក្រដាសផងដែរផ្នែកឧបករណ៍និងបរិក្ខារផ្នែកទី3គឺជាឧបករណ៍និងបរិក្ខារហាងកាហ្វេត្រូវប្រើប្រាស់ឧបករណ៍អគ្គិសនីជាច្រើនដូចជាម៉ាស៊ីនត្រជាក់ម៉ាស៊ីនកាហ្វេទូទឹកកកប្រព័ន្ធភ្លើងប្រសិនបើឧបករណ៍ទាំងនេះដំណើរការជាប់ជានិច្ចវានឹងបង្កើតអគ្គិសនីច្រើនដូច្នេះយើងណែនាំឲ្យប្រើប្រាស់ឧបករណ៍សន្សំសំចៃថាមពលនិងភ្លើង LED ហើយបិទឧបករណ៍ពេលមិនប្រើថាមពលស្អាត Clean Energy បញ្ហាមួយទៀតគឺការប្រើប្រាស់ថាមពលស្អាតបច្ចុប្បន្នហាងកាហ្វេភាគច្រើនពឹងផ្អែកលើអគ្គិសនីធម្មតាដើម្បីធ្វើឲ្យមានភាពចីរភាព Brown Coffee អាចពិចារណាដំឡើងបន្ទះសូឡានៅលើដំបូលហាងថាមពលពន្លឺព្រះអាទិត្យអាចជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីនិងបន្ថយការបំពុលបរិស្ថានផងដែរ Supply chain ផ្នែកចុងក្រោយគឺ supply chain គ្រឿងផ្សំដូចជាកាហ្វេទឹកដោះគោនិងនំត្រូវបានដឹកជញ្ជូនពីអ្នកផ្គត់ផ្គង់ដែលភាគច្រើនប្រើប្រាស់ packaging ប្លាស្ទិកនិងយានយន្តប្រើប្រាស់ប្រេងបន្ថែមពីនេះនំខ្លះអាចក្លាយជាសំណល់អាហារបើលក់មិនអស់ដូច្នេះក្រុមហ៊ុនអាចជ្រើសយក supplier ដែលប្រើ packaging ដែលមិនប៉ះពាល់ដល់បរិស្ថាននិងអាចបរិច្ចាគឬធ្វើកំហុសសម្រាប់អាហារដែលលើសអត្ថប្រយោជន៍ប្រសិនបើអនុវត្តវិធានការបៃតងទាំងនេះ Brown Coffee អាចកាត់បន្ថយការបំពុលបរិស្ថានសន្សំថ្លៃប្រតិបត្តិការបង្កើនកេរ្តិ៍ឈ្មោះក្រុមហ៊ុនអតិថិជនសប្តាហ៍ថ្ងៃក៏កាន់តែយកចិត្តទុកដាក់លើបរិស្ថានផងដែរសេចក្តីសន្និដ្ឋានសរុបមក Brown Coffee and Bakery មានឱកាសក្នុងការកែលម្អភាពជីវភាពរបស់ខ្លួនដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសន្សំថាមពលនិងធ្វើឲ្យប្រសើរឡើងក្នុង supply chain ក្រុមហ៊ុនអាចក្លាយជាអាជីវកម្មបៃតងនិងទទួលខុសត្រូវចំពោះបរិស្ថានអរគុណសម្រាប់ការស្ដាប់ការធ្វើបទបង្ហាញសង្ឃឹមថាយុវជនទាំងអស់គ្នាកាត់បន្ថយការចោលសំរាមនិងធ្វើឲ្យប្រទេសកម្ពុជាយើងពោរពេញទៅដោយពណ៌បៃតង